នេះមិនមែនជាស្ដេចផារ៉ោនអេស៊ីបទេគាត់គឺជាមនុស្សបំលែងមីរ៉ាន់ដំបូងបង្អស់លើផែនដីដែលមានឈ្មោះថាអាប៉ូកាលីបគាត់ត្រូវបានគេចាត់ទុកថាជាព្រះគោដែលអាចគ្រប់គ្រងអ្វីទាំងអស់ហើយអ្នកណាក៏មានជំរើសតែមួយគត់គឺត្រូវគោរពនិងចុះចូលចំពោះគាត់គ្មាននរណាម្នាក់ដឹងថាគាត់រស់នៅអស់រយៈពេលប៉ុន្មានពាន់ឆ្នាំនោះទេរាល់ពេលដែលរាងកាយរបស់គាត់ជិតស្លាប់គាត់នឹងបញ្ជាឲ្យអង្គរៈទាំង4ស្វែងរករាងកាយថ្មីសម្រាប់គាត់លើកនេះពួកគេបានជ្រើសរើសមនុស្សបំលែងម្នាក់ដែលមានសមត្ថភាពព្យាបាលខ្លួនឯងបានយ៉ាងលឿនអំណាចពិសេសរបស់ Apocalypse គឺនៅពេលផ្លាស់ប្ដូររាងកាយគាត់អាចយកសមត្ថភាពទាំងអស់របស់ម្ចាស់រាងកាយនោះមកប្រើហើយអាចប្រមូលអំណាចបានកាន់តែច្រើនឡើងដោយគ្មានដែនកំណត់បន្ទាប់ពីរៀបចំពិធីគ្រប់យ៉ាងរួចពិធីផ្ទេររាងកាយក៏ចាប់ផ្ដើមក្រោមការដឹកនាំរបស់សង្ឃឹមថាមពលព្រះអាទិត្យត្រូវបានបញ្ចូលទៅក្នុងប្រាសាទមាសដ៏ធំសម្បើមថាមពលបានហូរតាមគំនូរបុរាណដូចជាសរសៃឈាមរហូតដល់បង្កើតជាផ្លូវសម្រាប់ទេវិញ្ញាណរបស់ Apocalypse ទៅកាន់រាងកាយថ្មីប៉ុន្តែពេលនោះគឺជាពេលដែលគាត់ខ្សោយបំផុតអង្គរៈទាំង4ត្រូវការពីពិធីនេះឲ្យបានជោគជ័យមិនឲ្យមានកំហុសឡើយទោះជាយ៉ាងណាប្រជាជនអេស៊ីបដែលត្រូវបានគ្រប់គ្រងអស់ជាច្រើនឆ្នាំបានឆ្លៀតឱកាសបះបោរពួកគេវាយបំផ្លាញសសរតុប្រាសាទធ្វើឲ្យថ្មយៈរាប់រយតោនធ្លាក់ចុះអង្គរៈទាំង4ប្រើអំណាចរបស់ខ្លួនសម្រាប់កងទ័ពបះបោរជាច្រើនប៉ុន្តែទាហានទាំងនោះបានត្រៀមចិត្តស្លាប់រួចហើយពួកគេជឿថា Apocalypse មិនមែនជាព្រះអមតៈឡើយហើយសង្ឃឹមថាការលះបង់ជីវិតរបស់ពួកគេនឹងនាំមកនូវសេរីភាពដល់អេស៊ីបនៅទីបំផុតប្រាសាទដ៏ធំបានដួលរលំអង្គរៈ3នាក់ត្រូវថ្មយៈសង្កត់ស្លាប់ខណៈពិធីផ្ទេររាងកាយក៏ជិតបរាជ័យនៅវិនាទីចុងក្រោយអង្គរៈចុងក្រោយបានប្រើជីវិតរបស់ខ្លួនដើម្បីបង្កើតរបាំងការពារឲ្យ Apocalypse គាត់ត្រូវថ្មយៈសង្កត់ស្លាប់ខណៈ Apocalypse ត្រូវបានកប់នៅក្រោមប្រាសាទអស់រាប់ពាន់ឆ្នាំពេលវេលាបានកន្លងផុតទៅរាប់ពាន់ឆ្នាំរហូតដល់សតវត្សទី20ភ្នាក់ងារសៀម្នាក់បានរកឃើញទីតាំងដែល Apocalypse ត្រូវបានកប់ទន្ទឹមនឹងនោះក្រុមអ្នកគោរពបូជាជាច្រើនក៏ព្យាយាមដាស់គាត់ឲ្យភ្ញាក់ឡើងនៅពេលពន្លឺព្រះអាទិត្យប៉ះលើនិមិត្តសញ្ញាបុរាណពិធីបុរាណក៏ត្រូវបានដំណើរការម្ដងទៀត Apocalypse បានបើកភ្នែកភ្ញាក់ពីដំណេកដែលមានរយៈពេលរាប់ពាន់ឆ្នាំគាត់គ្រាន់តែលើកដៃបន្តិចថ្មធំដែលសង្កត់លើរាងកាយក៏រលាយបាត់អស់ពេលចេញមកខាងក្រៅគាត់ភ្ញាក់ផ្អើលដែលពិភពលោកបានផ្លាស់ប្ដូរទាំងស្រុងប្រាសាទរបស់គាត់លែងមានទៀតហើយជំនួសដោយអគារខ្ពស់ផ្លូវថ្នល់និងរថយន្តភ្លាមនោះគាត់បានជួបមនុស្សបំលែងស្រីម្នាក់ដែលអាចគ្រប់គ្រងអាកាសធាតុបាននាងកំពុងត្រូវក្រុមមនុស្សវាយប្រហារ Apocalypse ចូលទៅជួយភ្លាមគាត់ប្រើខ្សាច់បង្កើតជាកាំបិតមុតស្រួចសម្រាប់អ្នកវាយប្រហារទាំងអស់យ៉ាងងាយស្រួលហើយកប់មេដឹកនាំរបស់ពួកគេចូលក្នុងជញ្ជាំងដោយទុកឲ្យនៅសល់តែភ្នែកប៉ុណ្ណោះស្ត្រីនោះភ្ញាក់ផ្អើលយ៉ាងខ្លាំងហើយនាំគាត់ទៅផ្ទះរបស់នាងនៅទីនោះ Apocalypse បានឃើញទូរទស្សន៍គាត់គ្រាន់តែប៉ះវាក៏អាចអានព័ត៌មានទាំងអស់អំពីពិភពលោកសម័យទំនើបបានភ្លាមគាត់បានដឹងថាមនុស្សកំពុងភ័យខ្លាចមនុស្សបំលែងហើយបង្កើតអាវុធជាច្រើនដើម្បីគ្រប់គ្រងនិងបង្ក្រាបពួកគេសូម្បីតែមនុស្សបំលែងខ្លះក៏ត្រូវបានចាប់យកទៅប្រយុទ្ធដើម្បីកម្សាន្តបន្ទាប់ពីឃើញរឿងទាំងនេះ Apocalypse ខឹងយ៉ាងខ្លាំងគាត់គិតថាមនុស្សធម្មតាមិនសមនឹងគ្រប់គ្រងពិភពលោកឡើយហើយសម្រេចចិត្តបង្កើតសណ្ដាប់ធ្នាប់ថ្មីដែលមានតែមនុស្សខ្លាំងប៉ុណ្ណោះជាអ្នកគ្រប់គ្រងជំហានដំបូងគឺប្រមូលអង្គរៈទាំង4 Four Horsemen ឡើងវិញមនុស្សដំបូងដែលគាត់ជ្រើសរើសគឺស្ត្រីដែលអាចគ្រប់គ្រងអាកាសធាតុ Apocalypse គ្រាន់តែប្រើអំណាចរបស់គាត់ប៉ុណ្ណោះកម្លាំងរបស់នាងក៏កើនឡើងយ៉ាងខ្លាំងភ្លាមបន្ទាប់មកពួកគេទាំងពីរបានទៅរកអ្នកផ្ដល់ព័ត៌មានក្រោមដីដើម្បីស្វែងរកមនុស្សបំលែងដែលមានសមត្ថភាពខ្លាំងផ្សេងទៀតនៅទីនោះ Apocalypse បានបង្ហាញអំណាចដ៏អស្ចារ្យរបស់គាត់ដោយប្រែកាំភ្លើងមួយដើមឲ្យទៅជាធូលីក្នុងមួយប៉ព្រិចភ្នែកស្ត្រីដែលអាចគ្រប់គ្រងគំនិត Psylocke បានឃើញអំណាចរបស់គាត់ហើយ Apocalypse ក៏ជួយបង្កើនសមត្ថភាពរបស់នាងឲ្យខ្លាំងជាងមុនដោយសារតែការភ្ញាក់ផ្អើលនិងការគោរពនាងក៏សម្រេចចិត្តចូលរួមជាមួយ Apocalypse ដើម្បីស្វែងរកអង្គរៈដែលនៅសល់